កំឡោះនេះគ្រាន់តែមួយនាឡិកាបន្តិចដឹកស្មានមិនដល់ពីបន្ទាប់ក៏ឆ្លងភពពីទវត្សទី60មកឆ្នាំ2026តែមិនទាន់ទាំងដឹងខ្លួនស្រួលបួលផងក៏ធំក្លិនឈ្ងុយមួយគេដើរតាមក្លិនរហូតដល់ផ្លូវម្ហូបទើបដឹងថានៅទីនេះមានរបស់ជាច្រើនតែគេមិនធ្លាប់ញ៉ាំពេលនេះគេចាប់អារម្មណ៍នឹងមាន់អាំងនៅតូបមួយពេលគេសួរថៅកែថាលក់មិនថៅកែប្រាប់ថា$15មួយថ្លៃម្លេះមួយ$15ប៉ុណ្ណឹងថាថ្លៃតែក្នុងខ្លួនគេនៅសល់តែ$20ទេដើម្បីឲ្យប្អូនស្រីបានញ៉ាំសាច់គេសម្រេចចិត្តទិញមួយតែពេលថៅកែឃើញលុយរបស់គេស្រាប់តែភាំងស្មានតែគេយកលុយសែនមកបោកក៏ដេញគេចេញភ្លាមនេះជាលុយតើ$20ណាមើលឲ្យច្បាស់ទៅចេញទៅកុំរំខានខ្ញុំរកស៊ីចៃដន្យថៅកែស្រីហាងវត្ថុបុរាណដល់កាត់នាងគ្រាន់តែមើលក៏ដឹងថាលុយនោះជាក្រដាសប្រាក់បុរាណក៏សួរកំឡោះនោះថាលក់ឲ្យនាងបានទេនាងហ៊ានទិញតម្លៃ$29000គ្រាន់តែភ្លាមធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រមយក$58000លុយមកបៃនេះមែនពិតមែនហើយនេះជាលុយបុរាណណាគេគិតថាបើលុយ60ឆ្នាំមុនចាត់ទុកជាវត្ថុបុរាណចុះរបស់របរនៅចំនួនគេវាមិនរឹតតែមានតម្លៃទៅហើយក៏ព្រមលក់ឲ្យនាងភ្លាមតែពេលគេដើរតាមនាងទៅដល់ក្នុងហាងថៅកែស្រីឃើញគេអត់មានទូរស័ព្ទក៏បើកលុយសុទ្ធឲ្យគេតែម្ដងនៅផ្ទះខ្ញុំមានរបស់បុរាណច្រើនណាស់ពិតមែនហ៎ពេលដឹងថានៅផ្ទះគេមានរបស់បុរាណទៀតនាងក៏ប្រញាប់យកទូរស័ព្ទមួយគ្រឿងឲ្យគេហើយថែមទាំងបង្រៀនគេពីរបៀបប្រើទៀតគ្រាន់តែសុំឲ្យគេលក់របស់បុរាណនាងនៅថ្ងៃក្រោយបន្ទាប់មកគេក៏ទៅផ្សារដែលថៅកែស្រីប្រាប់ចាយលុយសម័យថ្មីទិញរបស់របរនិងស្បៀងអាហារមួយគំនររួចក៏ត្រឡប់ទៅទសវត្សទី60វិញបងពីពួកយើងគិតមិនទៅអ្នកណាធ្វើបាបឯងសាលាផ្ញើលិខិតមកថ្ងៃនេះឲ្យបងឈប់រៀនហើយបងពីមកពីខ្ញុំជាបន្ទុកបងមែនទេនិយាយអីហ្នឹងពីថ្ងៃនេះបងកំពុងគិតចង់ឈប់រៀនស្រាប់ផងលិខិតនេះមកចំពេលល្អកំឡោះនេះគ្រាន់តែមួយនាឡិកាបន្តិចដឹកស្មានមិនដល់ពីបន្ទាប់ក៏ឆ្លងភពពីទវត្សទី60មកឆ្នាំ2026តែមិនទាន់ទាំងដឹងខ្លួនស្រួលបួលផងក៏ធំក្លិនឈ្ងុយមួយគេដើរតាមក្លិនរហូតដល់ផ្លូវម្ហូបទើបដឹងថានៅទីនេះមានរបស់ជាច្រើនតែគេមិនធ្លាប់ញ៉ាំពេលនេះគេចាប់អារម្មណ៍នឹងមាន់អាំងនៅតូបមួយពេលគេសួរថៅកែថាលក់មិនថៅកែប្រាប់ថា$15មួយថ្លៃម្លេះមួយ$16ប៉ុណ្ណឹងថាថ្លៃតែក្នុងខ្លួនគេនៅសល់តែ$20ទេដើម្បីឲ្យប្អូនស្រីបានញ៉ាំសាច់គេសម្រេចចិត្តទិញមួយតែពេលថៅកែឃើញលុយរបស់គេស្រាប់តែភាំងស្មានតែគេយកលុយសែនមកបោកក៏ដេញគេចេញភ្លាមនេះជាលុយតើ$20ណាមើលឲ្យច្បាស់ទៅចេញទៅកុំរំខានខ្ញុំរកស៊ីចៃដន្យថៅកែស្រីហាងវត្ថុបុរាណដល់កាត់នាងគ្រាន់តែមើលក៏ដឹងថាលុយនោះជាក្រដាសប្រាក់បុរាណក៏សួរកំឡោះនោះថាលក់ឲ្យនាងបានទេនាងហ៊ានទិញតម្លៃ$29000គ្រាន់តែភ្លាមធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រមយក$58000លុយមកបៃនេះមែន